អូខេសួស្តីបងប្អូនអរគ្នានៅក្នុងវីដេអូនេះយើងជួបគ្នាសារជាថ្មីនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីតិចនិចនៃការបង្កើតវីដេអូអំពីអ្វីមួយតាមការសម័យរបស់យើងហើយដែលយើងប្រើប្រាស់នៅកម្មវិធីមួយដែលយើងជា AI សំទោសមិនជាកម្មវិធីវាជា AI តែម្ដងដែលមនុស្សយើងទាំងអស់គ្នាពេញនិយមនឹងប្រើអូខេកុំឲ្យខាតពេលយូរអញ្ចឹងបងប្អូននឹងបានវីដេអូរបៀបនេះបើសិនបងប្អូនចង់ឃើញទេកុំឲ្យវាជាប់សំឡេងខ្លាចវាជាប់ copyright បាទហើយនឹងវីដេអូផ្សេងទៀតដែលយើងចង់បានលក្ខណៈជាសត្វឬក៏ជាមនុស្សអញ្ចឹងណាអញ្ចឹងខ្ញុំសូម back បន្តិចសិនវីដេអូមួយទៀតបាទមនុស្សតែម្ដងគឺដូចសូមអស់វាបាទគឺមនុស្សតែម្ដងបងប្អូនឃើញទេបាទគឺដូចនឹងវីដេអូពិតតែម្ដងអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរតើខ្ញុំប្រើ AI អ្វីដើម្បីធ្វើការបង្កើតវីដេអូនេះអញ្ចឹងដំបូងយើងចូលទៅក្នុងកម្មវិធី Google Chrome របស់បងប្អូនមកកម្មវិធី browser របស់បងប្អូនហ្នឹងហើយបងប្អូនកន្លែង search បងប្អូនគ្រាន់តែ search នៅពាក្យថាGoogle AI Studio បាទ Google បាទនេះខ្ញុំធ្លាប់ search អញ្ចឹងឃើញតែម្ដងយើងចុចទៅលើហ្នឹងទៅបាទហើយនៅលើគេនេះបងប្អូនចុចវាតែម្ដងមកបន្ទាប់ពីយើងចូលមកដល់ចុចនៅលើកម្មវិធីហ្នឹងហើយគឺគេទាមទារឲ្យបងប្អូន log in ចូលណាបើសិនបងប្អូនមិនទាន់បាន log in account ទេក៏ធ្វើការ log in អូខេអញ្ចឹងបងប្អូននៅលើទូរស័ព្ទបងប្អូនចុចនៅត្រង់កន្លែងត្រី3ខាងលើនៅខាងស្ដាំដៃសំទោសខាងឆ្វេងដៃបើសិនជានៅលើកុំព្យូទ័របងប្អូនធ្វើការកំណត់អាចជ្រើសរើសវីដេអូប្រភេទផ្ដេកឬក៏ប្រភេទប្រឈរប៉ុន្តែនៅលើទូរស័ព្ទគឺអត់មានទេបងប្អូនណាគឺយើងឲ្យយើងវាអូតូតែម្ដងអញ្ចឹងបងប្អូនចុចត្រី3ខាងលើហើយបងប្អូនយកពាក្យថា video gen មកពីពាក្យថា video generate អូខេចុចមកបាទនៅទីនេះគឺបងប្អូនត្រូវសរសេរ from បានន័យថាបងប្អូនចង់ឲ្យ AI បង្កើតវីដេអូប្រភេទយ៉ាងម៉េចសូមបងប្អូនធ្វើការនឹកសម័យណាសិនជាបងប្អូនមិនចេះសរសេរភាសាបរទេសក៏មិនបញ្ហាដែរបងប្អូនអាចចូល Google Translate ហើយធ្វើការសរសេរពីខ្មែរដើម្បីឲ្យវាបកប្រែទៅជាអង់គ្លេសអូខេឥឡូវព្រមខ្ញុំបានមានហើយខ្ញុំបាន trim រួចរាល់ខ្ញុំនឹងធ្វើការផាសវាចូលតែម្ដងបាទផាសចូលនៅក្នុងព្រមរបស់ខ្ញុំនេះគឺខ្ញុំចង់ឲ្យ AI បង្កើតវីដេអូប្រភេទសត្វខ្លាឃ្មុំមួយដែលវាឈរស៊ីទំពាំងខ្ចីនៅក្នុងព្រៃហើយនៅលើដើមឈើមានសត្វស្វាអញ្ចឹងទៅអញ្ចឹងវីដេអូគឺស៊ីសងលើបងប្អូនដែលអ្នកសរសេរព្រមទេបាទតាមការសម័យរបស់យើងហើយបន្តមកទៀតយើងចុចសញ្ញាពណ៌ខៀវនេះមកបាទអញ្ចឹងគឺវាត្រូវការពេលវេលាតាមខ្ញុំធ្លាប់ធ្វើគឺប្រហែលជា40-50វិនាទីគឺវាចប់ហើយឬក៏អាចឈានដល់1នាទីឬ1នាទីកន្លះហើយពេលខ្លះព្រមដែលយើងសរសេរអាចនឹង error វាអត់ AI ដូចអត់ស្គាល់អីចឹងទៅអញ្ចឹងគឺវាទាមទារឲ្យយើងនឹងចុចវាម្ដងទៀតអញ្ចឹងយើងអាចចំណាយពេលដែរហើយស៊ីសងលើអ៊ីនធឺណិតរបស់យើងដែរឥឡូវវាកំពុងតែដំណើរការហើយមួយទៀតកម្មវិធីមួយនេះគឺជារបស់ Google ហើយមួយថ្ងៃយើងអាចធ្វើបានតែ3វីដេអូទេហើយក្នុងវីដេអូបានតែ8វិនាទីទេអូខេអញ្ចឹងឥឡូវយើងខ្ញុំសូម stop វីដេអូនេះប៉ុណ្ណឹងសិនហើយរងចាំដល់ពេលដែលវាបង្កើតវីដេអូបានខ្ញុំនឹងបង្ហាញបងប្អូនដើម្បីកុំឲ្យបងប្អូនចំណាយពេលយូរអូខេរយៈពេលតែ1នាទីទេបងប្អូនបានហើយឥឡូវនេះវីដេអូខ្លាឃ្មុំស៊ីទំពាំងហើយនឹងនៅលើដើមឈើមានសត្វស្វាបានចេញរូបរាងបែបនេះហើយអញ្ចឹងយើងអាចចុច play មើលបានបាទប៊ូតុង play របស់វាគឺនៅចំហៀងខាងក្រោមហើយនឹងឆ្វេងដៃបាទនេះគឺជារូបខ្លាឃ្មុំកំពុងតែស៊ីទំពាំងបងប្អូនហើយនៅលើដើមឈើមានស្វាអញ្ចឹងបើសិនជាបងប្អូនមិនពេញចិត្តវីដេអូរបៀបនេះឬក៏ការ generate របស់ AI វាគិតថាបងប្អូនមិនត្រូវចិត្តបងប្អូនអាចធ្វើការបន្ថែមបន្ថយប្រមរបស់បងប្អូនម្ដងទៀតហើយឲ្យ AI generate សារថ្មីម្ដងទៀតបើសិនបងប្អូនគិតថាវីដេអូនេះអូខេអាចយកបានបងប្អូនអាចធ្វើការចុចសញ្ញា download យកតែម្ដងអញ្ចឹងសញ្ញា download នេះបងប្អូនឃើញនេះសញ្ញាព្រួយមួយចុះក្រោមអញ្ចឹងយើងធ្វើការចុច downloadចំពោះមាន AI ជាច្រើនដែលគេទាមទារឲ្យយើងបង់ប្រាក់អញ្ចឹងបើសិនជាបងប្អូនចង់យកវីដេអូទាំងអស់នេះធ្វើជាវីដេអូ Reel ឬក៏ Short នៅក្នុង YouTube គឺបានអត់បញ្ហាទេហើយមួយថ្ងៃយើងធ្វើបានតែ3វីដេអូទេបងប្អូនអាចយក3វីដេអូហ្នឹងមក
មិនវាបញ្ចូលគ្នាទៅចឹងវាបាន24វិនាទីបងប្អូនអាចយកទៅផុសនៅ Reel Facebook ក៏បានឬក៏អាចផុសនៅក្នុង YouTube ក៏បានខ្ញុំធ្វើវីដេអូរបៀបនេះផុសក្នុង Short ទទួលបានការចាប់អារម្មណ៍គ្រាន់បើដែរបងប្អូនវីដេអូខ្លះបានរហូតដល់ 1K view វីដេអូខ្លះ400-500អីចឹងទៅនេះបងប្អូនឃើញនេះ 1Kជាងបាទដោយសារតែ channel ខ្ញុំមិនសូវបានផុសញឹកញាប់ចឹងវាអត់សូវទុះទេបើយើងផុសរាល់ថ្ងៃគឺដូចថា YouTube វាស្គាល់ចឹងវាជួយរុញយើងបន្ថែមចឹងវីដេអូនេះគឺមានតែប៉ុណ្ណឹងទេបងប្អូនអាចធ្វើការសាកល្បងមើលបានហើយវាងាយមែនតើវាអត់មានពាណិជ្ជកម្មញ៉ៃទេហើយក៏អត់ត្រូវការបង់ប្រាក់ដែរតែសូមបញ្ជាក់ថានេះគឺគ្រាន់តែជាកម្មវិធីដែលគេដាក់ឲ្យយើងធ្វើការតេស្តសាកល្បងរបស់ Google ចឹងនៅថ្ងៃខាងមុខទៀតយើងមិនដឹងថាតើគេអាប់ដេតយ៉ាងណាគេអាចឲ្យនាទីនឹងឲ្យបានច្រើនជាងមុនឬក៏គេកំណត់យ៉ាងម៉េចយើងចាំមើលទាំងអស់គ្នាបងប្អូនអាចធ្វើតេស្តបានណាជាចុងក្រោយអរគុណច្រើនបាទជម្រាបលា